សម្ដេចធិបតីនាយករដ្ឋមន្ត្រីបានដាក់ចេញនូវវិធានការអន្តរាគមន៍បន្ថែមពាក់ព័ន្ធទៅនឹងពន្ធអាករបន្ថែមលើប្រេងសាំងនៅកម្ពុជាឆ្លើយតបនឹងវិបត្តិប្រេងឡើងថ្លៃជាសកលសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានៅរាត្រីថ្ងៃទី20ខែមីនាឆ្នាំ2026បានដាក់ចេញនូវវិធានការអន្តរាគមន៍បន្ថែមរួមមានទី1បញ្ចុះអាករបន្ថែមលើប្រេងសាំងនិងប្រេងម៉ាស៊ូត$0អាមេរិកទី2បញ្ចុះអាករពិសេសលើប្រេងម៉ាស៊ូតពី4%មក0%និងទី3បញ្ចុះអាករលើតម្លៃបន្ថែមប្រេងសាំងនិងប្រេងម៉ាស៊ូតពី10%មក4%ដោយរាជរដ្ឋាភិបាលទទួលបន្ទុកជំនួសចំនួន6%តាមរយៈវិធានការអន្តរាគមន៍នេះបានធ្វើឲ្យតម្លៃលក់រាយប្រេងសាំងធម្មតានៅត្រឹម$5,400រៀលនៅក្នុង1លីត្រប្រេងម៉ាស៊ូតតម្លៃ$6,700រៀលនៅក្នុង1លីត្រចាប់ពីថ្ងៃទី20មីនាឆ្នាំ2026រហូតដល់មានការជូនដំណឹងជាថ្មីពីក្រសួងពាណិជ្ជកម្មបើតាមសម្ដេចមហាបវរធិបតីនាយករដ្ឋមន្ត្រីហ៊ុនម៉ាណែតកន្លងមកបានដាក់ចេញជាបន្តបន្ទាប់នៅវិធានការអន្តរាគមន៍ជាបន្ទាន់និងចាំបាច់មួយចំនួននៅក្នុងគោលបំណងជួយសម្រួលទៅដល់ជីវភាពរស់នៅរបស់ពលរដ្ឋនិងបានអនុវត្តរួចមកហើយរួមមានចំណុចទី1បន្តបញ្ចុះចំនួន$6.5សេនអាមេរិកនៅក្នុង1លីត្រទី2បន្តបញ្ចុះ$1សេនអាមេរិកនៅក្នុង1លីត្របន្ថែមទៀតក្នុងករណីថ្លៃប្រេងសាំងអន្តរជាតិឡើងលើសពី$90អាមេរិកនៅក្នុង1បារ៉ែលនិងប្រេងម៉ាស៊ូតអន្តរជាតិឡើងលើស$100អាមេរិកនៅក្នុង1បារ៉ែលនិងទី3ពន្ធគយ0%គឺជាការមិនយកពន្ធគយទៅលើការនាំចូលប្រេងឥន្ធនៈ